Out of mind, out of sight. Outside, of mind. Out of sight, out of mind. បញ្យលអត្រីឃ្លាំងខ្លះ out of sight out of mind ជាភាសាខ្មែរនេះគឺជាឃ្លាំងខ្លះដែលយើងអាចប្រើដើម្បីនិយាយថាពេលយើងខានឃើញអ្វីមួយឬនរណាម្នាក់យូរនោះយើងនឹងងាយភ្លេចលែងនឹកឬលែងគិតពីរឿងនោះឬមនុស្សម្នាក់នោះទៀតវាគឺជាឃ្លាដែលចង់បង្ហាញគំនិតថានៅពេលអ្វីមួយឬនរណាម្នាក់នៅឆ្ងាយពីយើងឬលែងមានវត្តមាននៅក្នុងជីវិតរបស់យើងវាគឺជារឿងដែលងាយនឹងកើតឡើងដែលយើងអាចភ្លេចលែងយកចិត្តទុកដាក់ឬលែងខ្វល់ពីរឿងនោះឬមនុស្សម្នាក់នោះទៀតជាភាសាខ្មែរវាស្តៀងនឹងការនិយាយថាឃ្លាតកាយណាយចិត្ត For example after moving to a new city I lost touch with many of my old friends out of sight out of mind I guess មានន័យថាបន្ទាប់ពីការផ្លាស់ទីលំនៅទៅនៅទីក្រុងថ្មីខ្ញុំបានបញ្ឈប់ទំនាក់ទំនងជាមួយមិត្តភក្តិចាស់ៗរបស់ខ្ញុំឬលែងដឹងឮពីជីវិតរបស់មិត្តភក្តិចាស់ៗរបស់ខ្ញុំគិតថាតែឃ្លាតកាយដឹងតែណាយចិត្តហ្មង